ពលឺប្រាជ្ញាយើងសម្រាប់ការរស់នៅប្រព្រឹត្តល្អរបស់មនុស្សមិនឲ្យដើរក្នុងផ្លូវខុសឯចំណែកពលឺព្រះអាទិត្យនេះដែលវាមាននៅលើភពផែនដីវាតែងតែផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលយើងហៅថាធម្មពលនៃពលឺព្រះអាទិត្យពលឺភ្លឺដ៏ស្រស់ស្អាតបង្កើតបាននៅធម្មពលសម្រាប់យកទៅប្រើប្រាស់ពលឺនេះក៏មនុស្សសត្វយើងមិនអាចខ្វះបានតែការរស់នៅគ្រប់បែបយ៉ាងទាំងអស់ទៅអាត្មាភាពព្រះនាមអឹមទៀងហើយបានចូលសាងប្រភ្នោះបួសនៅក្នុងពុទ្ធសាសនាតាំងពីឆ្នាំ1993ការដើមឡើយដើម្បីបានពន្លឺភ្លឺនៅពេលរាត្រីឬក៏ធម្មពលអ្វីផ្សេងសម្រាប់បម្រើនៅទីនេះគឺបានមកតាមរយៈម៉ាស៊ីនភ្លើងសុទ្ធសាធបងការប្រើប្រាស់ម៉ាស៊ីនភ្លើងនេះតាំងពីឆ្នាំ1991តាំងពីឆ្នាំ1991មូលហេតុដែលអាត្មាភាពប្រើប្រាស់ម៉ាស៊ីនភ្លើងនេះដោយសារតែទីនេះជាទីជនបទដាច់ស្រយាលមិនទាន់មានភ្លើងរត់ខ្សែភ្លើងអីអគ្គិសនីរបស់រដ្ឋឬក្រុមហ៊ុនចូលមកដល់ទេកាលនោះគឺនៅឆ្ងាយដាច់ស្រយាលអញ្ចឹងជាការចាំបាច់អាត្មាត្រូវប្រើម៉ាស៊ីនភ្លើងដើម្បីយកភ្លើងនឹងប្រើប្រាស់ជាប្រយោជន៍ផ្សេងបងពេលដែលយើងបិឆេះម្ដងវាថ្លង់ម៉ាស៊ីននិងសំឡេងម៉ាស៊ីននឹងថ្លង់រំខានដល់ការរស់នៅរៀនធម៌សូត្រធម៌របស់ព្រះសង្ឃទៀតហើយផ្សែងនៃម៉ាស៊ីនភ្លើងនឹងក៏វាបំផ្លាញដល់បរិយាកាសបរិស្ថានទៀតយើងឃើញថាផ្ដល់ផលវិជ្ជមាននេះមានចំណុចប៉ុណ្ណឹងជាដើមនៅមានផ្សេងទៀតដូចជាការខូចខាតជួសជុលទៅខ្ចាយប្រេងម៉ាស៊ីនប្រេងម៉ាស៊ុតនឹងខូចទាំងដីខូចទាំងអីទៀតបើយើងប្រុងប្រយ័ត្នណាយើងឃើញថាផ្ដល់ផលអវិជ្ជមាននឹងក៏ច្រើនដែរយើងចាប់ផ្ដើមប្រើភ្លើងរត់តាំងពីឆ្នាំ2018 ហើយបើយើងគិតពីការចំណាយប្រៀបធៀបនៅការប្រើម៉ាស៊ីនភ្លើងហើយមកការប្រើប្រាស់ភ្លើងរត់យើងឃើញថាការចំណាយប្រើប្រាស់ម៉ាស៊ីនភ្លើងគឺអស់ច្រើនមែនទែនអស់ច្រើនណាស់ហើយដល់ពេលយើងមកប្រើប្រាស់ភ្លើងរត់គឺអស់តិចតែបើតែភ្លើងរត់នេះអាចជំនួសម៉ាស៊ីនភ្លើងនៃការកាត់បន្ថយចំណាយច្រើនមែនក៏ប៉ុន្តែនៅតែជួបឧបសគ្គចម្រើនដោយសារការចំណាយរបស់យើងនឹងនៅតែមានខ្ទង់រៀងច្រើនបន្តទៅទៀតហើយមិនត្រឹមតែប៉ុណ្្នឹងភ្លើងរត់ពេលខ្លះវាដាច់ពេលខ្លះវាមកហើយអាពេលខ្លះវាឡើងពេលខ្លះវាចុះត្រូវខូចអំពូលត្រូវឆេះអំពូលខ្សោយខ្លាំងហ្នឹងយើងត្រូវចំណាយទៅលើអាហ្នឹងទៀតនៅតែជាឧបសគ្គទៀតចម្រើនខ្ញុំគណៈថាភាពស្គាល់សូឡានេះតាមរយៈ social media ដែលគេផ្សព្វផ្សាយហើយនឹងទៅឃើញផ្ទាល់នៅតាមកន្លែងផ្សេងដែលគេបានយកមកប្រើប្រាស់ណានឹងការធ្វើដំណើររបស់យើងដើម្បីសិក្សាស្វែងយល់អីចឹងទៅក៏ជួបទៅយើងមានសេចក្តីចាប់ចិត្តដិតអារម្មណ៍ជាមួយនឹងការប្រើប្រាស់សូឡាហ្នឹងណាយើងបានប្រើប្រាស់សូឡាយើងឃើញថាបានប្រយោជន៍ច្រើនកាត់បន្ថយពីការប្រើប្រាស់ភ្លើងរត់តម្លៃ30,000មកនៅត្រឹម15,000ហ្នឹងហើយយើងកាត់ថាបន្ថយបាន50% ទៀតហ្នឹងហើយតាំងពីការបូមទឹកតាំងពីការបំភ្លឺនៅក្នុងវត្តនៅក្រៅវត្តនៅសាលារៀននៅទីពេទ្យអីទាំងអស់ដែលជាអំណោយរបស់វត្តណាវត្តបានមកទទួលពីសពរសយន្តបានប្រកេនបានអញ្ចឹងយើងឃើញថាមានប្រយោជន៍ច្រើនអញ្ចឹងវិធីសាស្ត្រទំនាយដើមហេតុដំបូងគឺញាតិញោមត្រូវថែទាំកន្លែងរស់នៅផ្ទះរបស់ញោមការចាប់ផ្ដើមប្រើដំបូងហ្នឹងគាត់មិនបានសូវចូលរួមជាមួយយើងទេដោយសារតែគាត់គិតថា
អានឹងប្រើមិនគ្រប់ឬក៏មិនអាចជួយអ្វីដែលគាត់ចង់បានអីចឹងណាគាត់មិនជឿគាត់អត់ជឿថារបស់នឹងឬក៏ធម្មពលនៃពន្លឺព្រះអាទិត្យនឹងអាចជួយដូចជាម៉ាស៊ីនភ្លើងដូចអាចជួយឲ្យបានចឹងគាត់អត់ព្រមជឿទេហើយទីមួយទៀតនោះដោយសារតែគាត់មិនហ៊ានចំណាយលុយដោយសារតែខ្វះជំនឿអញ្ចឹងទៅគាត់អខានក្នុងការចូលរួមប្រើសូឡានឹងដែរមុនដំបូងបប្រតិបត្តិឃើញច្បាស់ដល់ខ្លួនឯងគឺធ្វើមិនឲ្យមានអាយុវែងធ្វើមិនឲ្យមានសុខភាពល្អញាតិញោមទាំងអស់គ្នាត្រូវរស់នៅប្រកបដោយអនាម័យជាមួយនឹងបរិស្ថានបីបញ្ជ្រាបទៅដល់ពួកគាត់ឲ្យយល់ដឹងអំពីការប្រើប្រាស់សូឡាមានប្រយោជន៍នេះអាត្មាបានតាមរយៈដូចជា social media អាត្មាផុសតាមសង្គម Facebook របស់អាត្មាផ្ទាល់ណាដើម្បីជួយពួកគាត់ហើយមួយទៀតអាត្មាទេសនាក៏រាល់នៃកន្លែងទេសនាហ្នឹងហើយមួយទៀតតាមរយៈការបង្ហាត់បង្រៀនក៏អាត្មាតែងតែលើកយកអំពីអត្ថប្រយោជន៍ធម្មពលនៃពន្លឺសូឡាធម្មពលនៃព្រះអាទិត្យនេះជំរាបដល់គាត់ជានិច្ចមកដល់បច្ចុប្បន្ននេះប្រជាបរិស័ទនៅមជ្ឈដ្ឋាននេះបានយល់ដឹងហើយនឹងការប្រើប្រាស់សូឡានឹងបានច្រើនរហូតដល់ទៅ 75% ឯការយល់ដឹងនោះគឺជិត 100% ហើយព្រោះការដែលគាត់យល់ដឹងហើយគាត់ប្រើប្រាស់សូឡានោះដោយសារតែអំពូលសូឡាវាផ្ដល់ផលល្អដូចជាមិនចេះឆក់ហើយវាផ្ទុកថ្មនឹងបានច្រើនបានយូរសម្រាប់បម្រើជាផលប្រយោជន៍ផ្សេងៗដូចជាអំពូលភ្លើងជាដើមចម្រើនពរហើយគាត់បានយល់ដឹងរហូតដល់ការចូលរួមនឹងបរិស្ថានរបស់យើងថែមទៀតពរហើយខ្ញុំកណ្ដាលអាត្មាភាពនឹងចង់ចែកភាពគំរូហ្នឹងណាការចំណាយពេលវេលាក្នុងការបង្កើតបានរៀបចំនៅពន្លឺទាំងសូឡានឹងក្នុងទីអារាមនិងក្តីក្រអារាមក្តីដល់ពសហការីឬក៏មិត្តសម្លាញ់ក៏អ្នកបួសដែលមានឋានៈដូចជាខ្ញុំកាលណានឹងឲ្យលោកបានយល់ជួយជ្រាបដើម្បីបញ្ជ្រាបចំណេះដឹងនៃធម្មពលសូឡានឹងដល់ប្រជាជនរបស់យើងបន្ថែមទៅទៀតតាមរយៈបទពិសោធន៍និងតាមរយៈគំរូរបស់ខ្ញុំគណៈអាត្មាភាពនេះ